អីគេត្រឡងមែន GTA San Andreas bro ហើយថាមិនលេងក្នុងទូរស័ព្ទបានចង់ដឹងមែនចាំខ្ញុំប្រាប់ឈប់តែមុនយើងចូលទៅដល់វីដេអូសូមកុំភ្លេច subscribe follow ឲ្យមេដៃហើយ comment ខាងក្រោមបើចង់ឃើញវីដេអូពី take away មួយអូខេអញ្ចឹងបើឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាអូខេអញ្ចឹងដំបូងបំផុតយើងចុចចូលកម្មវិធី Chrome មកហើយយើង search រក Nether SX2 ហើយយើងចុចចូល link GitHub ហើយយើងអូនទៅក្រោមយើងចុចពណ៌ខៀវ Nether SX2 APK ប៉ុន្តែខ្ញុំបាន download រួចជាស្រេចយើងអាចបើក APK នឹងមកហើយយើង install នៅលើទូរស័ព្ទរបស់យើងហើយយើងចុចចូល tab មួយទៀតយើងចុចរក PS2 BIOS file ហើយទៅយើងចុចចូលwebsite ដំបូងគេ import ចុចចូលទៅយើងចុច download now ហើយយើងចុច download PS2 BIOS ហើយអូនទៅក្រោមនេះវាមាន version USA វាមាន version Europe ប៉ុន្តែសម្រាប់ខ្ញុំណែនាំពុកម៉ែបងប្អូនថាគួរប្រើប្រាស់ BIOS សម្រាប់ Europe ព្រោះវាងាយស្រួលសម្រាប់ពុកម៉ែបងប្អូនដែលមានទូរស័ព្ទមិនមាន chip ដែលសើខ្លាំងវាស្រួលនិយាយសួរសាប់ទៅវាស្រួលអស់ហ្គេមហ្នឹងចេញចុច download ទៅតែសម្រាប់ខ្ញុំបាន download ហើយអូខេយើងចុចចូល tab មួយទៀតហើយយើង search រក PS2 ROM ហើយយើងចុចចូល website ដំបូងផុតអូខេចុចចូលមកអញ្ចឹងហើយយើងអាច search អូខេ for example God of War ចុច search ទៅយើងអូទៅក្រោមនេះ God of War 2អូទៅក្រោមទៀត download Chrome ទៅយើងអូទៅក្រោមនេះកន្លែងនេះយើងអាច download version Europe Asia Korea USA ប៉ុន្តែដូចខ្ញុំប្រាប់មុនអញ្ចឹងសម្រាប់ BIOS យើងគួរ download version ដែលដូចទៅនឹង version របស់ BIOS របស់យើងហើយសម្រាប់ចំណុចមួយទៀតវាមាន type របស់ file ហ្នឹងវាមាន redump ហើយ CHD format សម្រាប់ខ្ញុំណែនាំពុកម៉ែបងប្អូនគួរប្រើប្រាស់ CHD format ព្រោះវាងាយស្រួលនឹង unzip ហើយប្រើប្រាស់សម្រាប់ emulator របស់យើងខ្ញុំបាន download game ខ្លះហើយជាស្រេចចឹងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននៅក្នុង app Nether SX គេចុចចូល Nether SX2 មកគេរបស់ខ្ញុំពុកម៉ែបងប្អូនឃើញហើយវា load game មកហើយជាស្រេចព្រោះខ្ញុំបានបង្កើត folder នៅក្នុងទូរស័ព្ទយើង copy file ROM game របស់យើងចូលក្នុង folder ថ្មីហ្នឹងហើយយើង name មកសម្រាប់ខ្ញុំ PS2 ISO អូខេអញ្ចឹងពេលយើងដាក់ folder ហ្នឹងហើយវានឹង load មក automatically ឲ្យយើងតែបើសម្រាប់ពុកម៉ែបងប្អូនតែ download ដំបូងយើងគ្រាន់តែចុចឆ្នោត3នៅលើនេះមកចុចទៅយើងចុច start file ហើយទៅអូខេនេះ PS2 ISO នេះខ្ញុំបាន download Gran Turismo Grand Theft Auto Game Simpsons Metal Slug NBA Street PES ហើយ WWE អញ្ចឹងយើងឧបមាពុកម៉ែបងប្អូនចង់លេង game មួយយើងចុចចូលលើហ្នឹងទៅហើយវានឹង load game ហ្នឹងមកអូខេខ្ញុំចុចចូល Metal Slug ហើយរួចហើយជាស្រេចឥឡូវយើងអាចលេង game PS2 នៅលើទូរស័ព្ទយើងបានហើយសម្រាប់ team ទៀតដើម្បីលេង game PS2 នៅលើទូរស័ព្ទយើងឲ្យបាន smooth យើងចុច pause ទៅហើយយើងចុចចូលរូប setting gear នៅលើនេះហើយចុចចូល graphics ហើយយើងអូទៅក្រោមយើងចុចចូល upscale multiplier យើងចុចចូលទៅសម្រាប់ខ្ញុំពេលខ្ញុំលេង game ខ្លះខ្ញុំប្រើ resolution 1440ឬក៏ 2K QHD អាហ្នឹងវា upscale ទៅresolution ហ្នឹងហើយសម្រាប់ game ខ្លះខ្ញុំ upscale រហូតដល់18 full HD ប៉ុន្តែបើពុកម៉ែបងប្អូនដែលមានទូរស័ព្ទដែលដូចខ្ញុំនិយាយពីដំបូងដែលមិនមាន chip ខ្លាំងយើងអាចលេង native resolution សម្រាប់ PS2 បានដើម្បីឲ្យវា run game smooth ហើយអូខេវីដេអូថ្ងៃនេះមានប៉ុណ្្នឹងទេបើពុកម៉ែបងប្អូនមានចម្ងល់ឬក៏មានបញ្ហាអ្វីមួយក្នុងពេល set up emulator ហ្នឹងកុំខ្លាចទេ comment នៅខាងក្រោមខ្ញុំនឹង reply ហើយជួយពុកម៉ែបងប្អូនទាំងអស់គ្នា So this is Seth from Bro Talk Techs I hope you guys stay safe see you guys in the next video bye bye